មិលិនតៈបញ្ហាសត្តមេវៈមានប្រស្នា19ប្រការសតិអការៈបញ្ហាទី1ព្រះបរមក្សត្រាធិរាជស្ដេចទ្រង់សួរទៅព្រះនិកសេនក្នុងប្រស្នាទី1ក្នុងវគ្គទី7នេះថាបពិតព្រះនិកសេនដ៏ចម្រើនចុះសតិចិត្តសឹកដែលនឹងកើតឡើងដល់បុគ្គលទាំងពួងនោះតើដោយអាការៈប៉ុន្មានយ៉ាងលោកម្ចាស់ព្រះនិកសេនធរៈថ្វាយប្រពរថាបពិតសម្ដេចមហារាជឯសតិចិត្តសឹកនោះវេលាដែលនឹងកើតឡើងគឺកើតឡើងដោយអាការៈ17ស្ថានឯអាការៈ17ស្ថាននោះគឺ 1. អភិជាអ្នកតោបិសតិ 2. កដុំពិកាយបិសតិ 3. អឡារិកវិញ្ញាណតោបិសតិ 4. ហេតវិញ្ញាណតោបិសតិ 5. អហេតវិញ្ញាណតោបិសតិ 6. សភាគនិមិត្តតោបិសតិ 7. វិសភាគនិមិត្តតោបិសតិ 8. កថាវិញ្ញាណតោបិសតិ 9. លក្ខណៈតោបិសតិ 10. សរណៈតោបិសតិ 11. មុទ្ធតោបិសតិ 12. គណនីតោបិសតិ 13. ធិរណៈតោបិសតិ 14. ភាវនាតោបិសតិ 15. បោធកនិពន្ធនៈតោបិសតិ 16. ឧបនិខេបនៈតោបិសតិ 17. អនុភូតតោបិសតិក៏អាការៈរបស់ស្មារតីទាំង17ស្ថានដោយឈ្មោះដែលបានរាប់មកនេះសូមមហាបពិតស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងផន្តេអភិជាអ្នកតោសតិបពិតព្រះនិកសេនដ៏ចម្រើនចុះអភិជាអ្នកតោសតិគឺសតិទី1នោះតើមានសេចក្តីប្រែអធិប្បាយដូចម្ដេចទៅព្រះថេរនិកសេនក៏តបថាបពិតមហារាជឯអភិជាអ្នកតោសតិនោះប្រែជាសេចក្តីថាស្មារតីឯណាដែលកើតឡើងដល់បុគ្គលដែលជាអ្នកចេះដឹងអាចរលឹកជាតិបាននិងស្មារតីរបស់ព្រះមហាអានន្ទដែលជាអ្នកស្ដាប់នៅព្រះសូត្រតែមួយគ្រាក៏អាចចាំបាននិងស្មារតីនៃនាងខុតជុត្តរាឧបាសកដែលបានស្ដាប់នៅព្រះសទ្ធម្មទេសនាតែម្ដងក៏អាចចាំបាននាំយកមកសម្ដែងប្រាប់ជនទាំងពួងឲ្យស្ដាប់បានផងស្មារតីនោះបានឈ្មោះថាអភិជាអ្នកតោសតិសូមមហាបពិតស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងផន្តេកដុំពិកាយសតិបពិតព្រះនិកសេនដ៏ចម្រើនចុះកដុំពិកាយសតិទី2នោះតើមានសេចក្តីអធិប្បាយយ៉ាងណាលោកម្ចាស់ព្រះថេរនិកសេនក៏តបថាបពិតព្រះរាជសម្ភាឯកដុំពិកាយសតិនោះប្រែជាសេចក្តីថាស្មារតីឯណាមួយដែលកើតឡើងដល់ជនទាំងឡាយមានទ្រព្យច្រើនហើយលាក់ទុកឬកប់ទុកហើយភ្លេចនឹកភ្លេចគិតអំពីរបស់ទាំងនោះលុះមានជនដតីគេមករកខ្ចីចងការទើបមានស្មារតីនឹករលឹកដល់ទ្រព្យដែលខ្លួនកប់ទុកនោះស្មារតីយ៉ាងនេះបានឈ្មោះថាកដុំពិកាយសតិសូមមហាបពិតស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងអឡារិកវិញ្ញាណតោបិសតិបពិតព្រះធេរៈដ៏ចម្រើនចុះស្មារតីដែលឈ្មោះថាអឡារិកវិញ្ញាណតោបិសតិសតិទី3នោះតើអធិប្បាយដូចម្ដេចព្រះធេរនិកសេនក៏តបថាបពិតសម្ដេចមហារាជឯអឡារិកវិញ្ញាណតោបិសតិនោះប្រែសេចក្តីថាស្មារតីឯណាមួយដែលកើតឡើងដល់ជនដែលមានវិញ្ញាណក្រោតក្រៀតនៅឡើយបានខាងស្មារតីរបស់ព្រះបរមក្សត្រាធិរាជដែលទើបនឹងបានរាជាពិសេសថ្មីនិងស្មារតីរបស់ព្រះអរិយបុគ្គលដែលទើបនឹងបានសោតាបតិផលថ្មីតែមានព្រះហឫទ័យរីករាយសប្បាយនៅឡើយស្មារតីនេះហៅថាអឡារិកវិញ្ញាណតោបិសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងហេផន្តេហេតវិញ្ញាណតោបិសតិបពិតព្រះថេរៈដ៏ចម្រើនហេតវិញ្ញាណតោសតិទី4នោះ
តាមមានសេចក្តីអធិប្បាយដូចម្ដេចលោកម្ចាស់ព្រះថេរនិកសេនក៏តបថាបបិទ្ធសម្ដេចមហារាជឯហេតវិញ្ញាណតោសតិនោះប្រែចេញជាសេចក្តីថាស្មារតីឯណាមួយដែលកើតឡើងដល់បុគ្គលដែលមានវិញ្ញាណប្រកបទៅដោយគុណបានខាងបុគ្គលដែលធ្លាប់សោយនៅសេចក្តីសុខអំពីកាលមុនហើយនឹករលឹកមកដល់សេចក្តីសុខនោះថាអាត្មាអញបានភពប្រសពប្រទះនឹងសេចក្តីសុខសប្បាយយ៉ាងនោះក្នុងមុនពេលស្មារតីយ៉ាងនេះបានឈ្មោះថាហេតវិញ្ញាណតោសតិសូមមហាបពិតស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងអហេតវិញ្ញាណតោសតិបបិទ្ធព្រះថេរៈដ៏ចម្រើនចុះអហេតវិញ្ញាណតោសតិសតិទី5នោះតើដូចម្ដេចព្រះថេរនិកសេនក៏តបថាបបិទ្ធមហារាជឯអហេតវិញ្ញាណតោសតិនោះមានសេចក្តីថាស្មារតីឯណាមួយដែលកើតឡើងដល់បុគ្គលដែលធ្លាប់ទទួលរងទុក្ខវេទនាក្នុងកាលគ្រាមុនមកហើយរលឹកដល់សេចក្តីទុក្ខដែលខ្លួនធ្លាប់សោយនោះស្មារតីនេះបានឈ្មោះថាអហេតវិញ្ញាណតោសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងសភិគនិមិត្តតោសតិបបិទ្ធព្រះថេរៈដ៏ចម្រើនចុះសភិគនិមិត្តតោសតិសតិទី6នោះតើមានសេចក្តីអធិប្បាយដូចម្ដេចទៅលោកម្ចាស់ព្រះថេរនិកសេនក៏តបថាបបិទ្ធសម្ដេចមហារាជឯសភិគនិមិត្តតោសតិនោះមានសេចក្តីថាស្មារតីឯណាដែលកើតឡើងដល់ជនដែលមាននិមិត្តឬភេទមានចំណែកស្មើបានខាងជនដែលបានឃើញអ្នកដតីដែលមានរូបរាងសន្តានទ្រង់ទ្រាយប្រហែលដូចមាតាបិតាបងប្រុសប្អូនស្រីរបស់ខ្លួនដែលបែកបាក់ទៅហើយមានស្មារតីរលឹកដល់ញាតិទាំងនោះឬបានឃើញនៅអូតគោនិងលារបស់អ្នកដតីហើយមានស្មារតីនឹករលឹកទ្រព្យរបស់ខ្លួនទាំងនោះមានអូតជាដើមស្មារតីយ៉ាងនេះបានឈ្មោះថាសភិគនិមិត្តតោសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងវិសភិគនិមិត្តតោសតិបបិទ្ធព្រះថេរៈដ៏ចម្រើនចុះវិសភិគនិមិត្តតោសតិសតិទី7នោះតើមានសេចក្តីអធិប្បាយដូចម្ដេចព្រះថេរនិកសេនក៏តបថាបបិទ្ធមហារាជឯវិសភិគនិមិត្តតោសតិនោះមានសេចក្តីថាស្មារតីឯណាដែលកើតឡើងដល់ជនដែលមាននិមិត្តឬភេទមានចំណែកមិនស្មើបានដល់ជនដែលបាននឹករលឹកដល់ពណ៌សម្បុរក្លិនរសនិងផោតពីរម្មណ៍ដែលខ្លួនធ្លាប់ឃើញធ្លាប់ធំក្លិនធ្លាប់ភ្លក់ធ្លាប់ពណ៌ត្រូវហើយស្មារតីយ៉ាងនេះបានឈ្មោះថាវិសភិគនិមិត្តតោសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងកថាភិញ្ញាណតោសតិបបិទ្ធព្រះថេរៈដ៏ចម្រើនចុះស្មារតីទី8ដែលហៅថាកថាភិញ្ញាណតោសតិនោះតើមានសេចក្តីអធិប្បាយដូចម្ដេចលោកម្ចាស់ព្រះថេរនិកសេនក៏តបថាបបិទ្ធមហារាជឯកថាភិញ្ញាណតោសតិនោះមានសេចក្តីថាស្មារតីឯណាមួយដែលកើតឡើងដល់បុគ្គលភ្លេចស្មារតីឬភ្លាត់ស្មារតីលុះបុគ្គលដតីគេប្រាប់គេរលឹកឡើងក៏បានដឹងចំពោះវិញស្មារតីយ៉ាងនេះបានឈ្មោះថាកថាភិញ្ញាណតោសតិសូមមហាបពិតស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងលក្ខណៈតោសតិបពិតព្រះថេរៈដ៏ចម្រើនចុះលក្ខណៈតោសតិសតិទី9នោះតើមានសេចក្តីអធិប្បាយដូចម្ដេចព្រះថេរនិកសេនក៏តបថាបពិតសម្ដេចមហារាជឯលក្ខណៈតោសតិនោះមានសេចក្តីថាស្មារតីឯណាមួយដែលកើតឡើងដល់បុគ្គលជាអ្នកដឹងនៅលក្ខណៈនៃសត្វទាំងពួងបានដល់ជនជាម្ចាស់នៃគោបានឃើញនៅអវយវៈជាគ្រឿងប្រដាប់របស់គោហើយអាចរលឹកដឹងស្គាល់បានស្មារតីយ៉ាងនេះបានឈ្មោះថាលក្ខណៈតោសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថា
កថាំងសារណតោសតិបបិទ្ធព្រះធេរៈដ៏ចម្រើនចុះសារណតោសតិសតិទី10នោះតើមានសេចក្តីអធិប្បាយដូចម្តេចទៅព្រះធេរៈនិកសេនក៏តបថាបបិទ្ធមហារាជឯសារណតោសតិនោះមានសេចក្តីថាស្មារតីឯណាមួយដែលកាត់ឡើងដល់បុគ្គលដែលភ្លេចខ្លួនហើយអ្នកដតីគេនិយាយដាស់តឿនរលឹកថាណែអ្នកចូលអ្នកនឹកនៅហេតុនេះមើលទើបបុគ្គលនោះអាចរលឹកបានស្មារតីយ៉ាងនេះបានឈ្មោះថាសារណតោសតិសូមស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងមុទ្ធតោសតិបបិទ្ធព្រះធេរៈដ៏ចម្រើនចុះមុទ្ធតោសតិសតិទី11នោះតើមានសេចក្តីសម្ដែងចេញដូចម្តេចទៅព្រះធេរៈនិកសេនក៏តបថាបបិទ្ធមហារាជឯមុទ្ធតោសតិនោះមានសេចក្តីសម្ដែងថាសតិណាមួយដែលកាត់ឡើងដល់បុគ្គលណាដែលបានសរសេរសម្បត្តិកំណត់កត់ទុកហើយក៏ភ្លេចទៅលុះគ្រាក្រោយបានឃើញសម្បត្តិនោះហើយទើបមានស្មារតីរលឹកឃើញថាអក្សរសម្បត្តិនេះអញបានសរសេរទុកជាលំដាប់នៃសម្បត្តិនេះស្មារតីយ៉ាងនេះបានឈ្មោះថាមុទ្ធតោសតិសូមមហាបពិតស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងកណនីតោសតិបបិទ្ធព្រះធេរៈដ៏ចម្រើនចុះកណនីតោសតិទី12នេះតើមានសេចក្តីសម្ដែងដូចម្តេចទៅលោកម្ចាស់ស្ដេចមិលិនក៏តបថាឯកណនីតោសតិនោះមានសេចក្តីសម្ដែងថាសតិណាមួយដែលកាត់ឡើងដល់បុគ្គលដែលជាអ្នករាប់កណនីនៅវត្ថុទាំងពួងមានប្រមាណច្រើនដោយគំនុះកំណត់ទើបរាប់បានសតិយ៉ាងនេះឈ្មោះថាកណនីតោសតិសូមស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងធេរណតោសតិបបិទ្ធព្រះនិកសេនដ៏ចម្រើនចុះធេរណតោសតិសតិទី13នោះតើមានប្រការដូចម្តេចទៅព្រះធេរនិកសេនក៏តបថាបបិទ្ធមហារាជឯធេរណតោសតិនោះមានអធិប្បាយជាសេចក្តីសង្ខេបថាសតិណាមួយដែលតែងកាត់ឡើងដល់បុគ្គលដែលជាអ្នកត្រត្រង់ទុកនៅសេចក្តីទាំងពួងបានច្រើនសតិនោះឯងបានឈ្មោះថាធេរណតោសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងភាវនាតោសតិបបិទ្ធព្រះធេរៈដ៏ចម្រើនចុះភាវនាតោសតិសតិទី14នោះតើមានប្រការដូចម្តេចទៅព្រះធេរនិកសេនក៏តបថាបបិទ្ធមហារាជឯភាវនាតោសតិមានសេចក្តីថាសតិណាមួយដែលកាត់ឡើងដល់ភិក្ខុណាមួយដែលបានសម្រេចនៅពពេនិវាសានុសតិញាណគឺសេចក្តីដឹងនិងរលឹកបាននៅខណ្ឌសន្តានដែលកើតហើយក្នុងកាលមុនគឺរលឹកជាតិបានមួយជាតិពីរជាតិ3ជាតិដរាបដល់ច្រើនជាតិទៅសតិនោះឯងបានឈ្មោះថាភាវនាតោសតិសូមមហាបពិតស្ដេចជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងបោធកនិពន្ធនតោសតិបបិទ្ធព្រះធេរៈដ៏ចម្រើនចុះសតិទី15នោះតើនឹងមានសេចក្តីអធិប្បាយដូចម្តេចលោកម្ចាស់ព្រះធេរនិកសេនក៏តបថាបបិទ្ធមហារាជឯសតិទី15ដែលហៅថាបោធកនិពន្ធនតោសតិនេះមានសេចក្តីថាសតិឯណាមួយដែលតែងកាត់ឡើងដល់រាជបរោះជាខ្ញុំរាជការដែលរលឹកដល់ព្រះរាជានុសាសនីកថាដែលបានកត់ត្រាព្រះរាជដីកាទុកក្នុងស្លឹករឹតរួចជាស្រេចលុះត្រូវការវេលាណាហើយក៏នាំយកមកមើលនៅព្រះរាជដីកានោះទើបរលឹកចាំបានគ្រប់កន្លែងឡើងបបិទ្ធមហារាជសតិយ៉ាងនេះបានឈ្មោះថាបោធកនិពន្ធនតោសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាំងឧបនិខេបនតោសតិបបិទ្ធព្រះធេរៈដ៏ចម្រើនចុះសតិទី16នោះតើដូចម្តេចព្រះធេរនិកសេនក៏តបថាបបិទ្ធព្រះបរមរាជាធិរាជឯសតិទី16ដែលហៅថាឧបនិខេបនតោសតិនោះមានសេចក្តីថា
សតិណាមួយដែលតែងកាត់ឡើងដល់ជនដែលបានឃើញនៅទ្រពដែលខ្លួនតាំងទុកហើយរលឹកនឹកឃើញសត្វគ្រប់ចម្ពោះសតិយ៉ាងនេះបានឈ្មោះថាឧបនិខេបនតោសតិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាកថាងអនុភូតតោសតិបបិទ្ធព្រះធរៈដ៏ចម្រើនចុះសតិទី17នោះតើដូចម្ដេចលោកម្ចាស់ព្រះធរៈនិកសេនក៏តបថាបបិទ្ធមហារាជឯសតិទី17ដែលហៅថាអនុភូតតោសតិនោះមានសេចក្តីថាសតិណាមួយដែលកាត់ឡើងដល់បុគ្គលជាអ្នកនឹករលឹកដល់រូបដែលខ្លួនធ្លាប់បានឃើញរលឹកដល់សម្លេងរលឹកដល់ក្លិនរលឹកដល់រសរលឹកដល់ផោតពីរម្មណ៍ដែលខ្លួនធ្លាប់បានស្ដាប់បានធំក្លិនបានភ្លក់និងធ្លាប់បានពណ៌ត្រូវហើយក្នុងកាលមុនសតិយ៉ាងនេះបានឈ្មោះថាអនុភូតតោសតិបបិទ្ធសម្ដេចមហារាជឯសតិដែលនឹងកាត់ឡើងដោយអាការៈ17ស្ថាននេះសូមមហាបពិតស្ដេចទ្រង់ជ្រាបដោយប្រការដូចនេះស្ដេចមិលិនក៏តបថាកឡោសិផន្តេបពិតព្រះនិកសេនដ៏ចម្រើនលោកម្ចាស់ក៏ជាអ្នកប្រាជ្ញប្រកបពិតហើយព្រោះមានប្រាជ្ញាវាងវៃណាស់ចេះដោះស្រាយប្រស្នាស្រួលអត់មានទាស់ខ្ញុំអស់សង្ស័យហើយចប់បញ្ហាទី1ចង់បញ្ចប់ខ្ញុំព្រះករុណាខ្ញុំបាទក៏សូមលំអោនកាយគោរពលានិងក៏សូមខន្តីអភ័យទោសប្រសិនបើមានកំហុសខុសឆ្គងដោយប្រការណាមួយសូមអនុមោទនាចំពោះកុសលដែលកើតអំពីការស្ដាប់នៃព្រះធម៌សូមក្រាបថ្វាយបង្គំលានិងសូមជម្រាបលា